បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាពបាទបើកឆាកដំបូងនៅសង្កានវត្តសេរីដីដុះដែលស្ថិតនៅខេត្តកណ្ដាលបងប្អូននេះបាទជាសកម្មភាពបាទការទាញព្រ័ត្របងប្អូនការទាញព្រ័ត្រអញ្ចឹងកុំភ្លេចមកលេងទាំងអស់គ្នាបងប្អូនបាទនេះក៏ជាសកម្មភាពបាទផ្លូវចូលមកក្នុងវត្តសេរីដីដុះបងប្អូនគឺនៅជាប់នឹងផ្លូវជាតិលេខ1យើងទេបងប្អូនបាទនេះជាការរៀបចំត្រៀមនឹងសង្ក្រាន្តនៅឆ្នាំថ្មីរបស់យើងបងប្អូនបាទអញ្ចឹងសូមបញ្ជាក់បងប្អូនផងដែរបាទវត្តសេរីដីដុះស្ថិតនៅភូមិសំរោងក្អែ3ឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលបងប្អូនបាទនេះជាទេសភាពបាទគឺជារូបភាពបាទនៅខាងក្រៅវត្តបងប្អូនគឺផ្លូវចូលវត្តហ្នឹងហើយចេញពីផ្លូវជាតិលេខ1ចូលវត្តនេះមិនឆ្ងាយប្រហែលទេបងប្អូនគឺចិត្តទេព្រោះអំឡឹងតែ2 3ផ្ទះហើយដល់បាទនេះជារូបភាពបងប្អូនរូបភាពបាទចូលវត្តម្ដងបងប្អូនមើលក្នុងវត្តបាទមានការរៀបចំបាទតែរូបភាពនេះខ្ញុំបានថតនៅមុនថ្ងៃបងប្អូនគឺថតនៅថ្ងៃទី8បងប្អូនទី8ខែ4 2024បងប្អូនបាទអញ្ចឹងថតមុនថ្ងៃបងប្អូនតែរូបភាពលេងល្បែងជាព្រៃដូចជាដើមស្លឹកឈើដូចជាទាញព្រ័ត្រទាញអីនេះគឺលេងនៅថ្ងៃទី10ទេបងប្អូនអញ្ចឹងបងប្អូនដែលនៅជិតនេះកុំភ្លេចបាទចូលរួមមកលេងទាំងអស់គ្នាមកបងប្អូនណាបាទគឺមានល្បែងជាព្រៃជាច្រើនបាទមានវាយក្អមមានទាញព្រ័ត្រមានដើមស្លឹកឈើលាក់កសែងអីជាដើមណាបងប្អូននៅមានល្បែងជាព្រៃផ្សេងទៀតបងប្អូនអញ្ចឹងបងប្អូនដែលនៅចិត្តហ្នឹងបាទអញ្ជើញមកចូលរួមបាទទាំងអស់គ្នាមកបាទសប្បាយទាំងអស់គ្នាមកបងប្អូនបាទហើយមានធុងបាសផងដែរបងប្អូនណាតែចាក់បាទរំលែនកំសាន្តនៅពេលយប់បងប្អូននេះបាទធុងបាសបងប្អូនបាទនេះជាសកម្មភាពពេលថ្ងៃនៅថ្ងៃទី8បងប្អូនខ្ញុំថតនៅថ្ងៃទី8ក៏ប៉ុន្តែសកម្មភាពដែលពេលយប់បងប្អូនតិចបាទបងប្អូនឃើញហើយមានការនេះបងប្អូនមានការលេងដដើមស្លឹកឈើបាទមានទាញព្រ័ត្របងប្អូនអញ្ចឹងមើលទៅមិនតាន់ជាអ៊ូអប្រហែលទេបងប្អូនព្រោះតែចាប់ផ្ដើមលេងនៅយប់ថ្ងៃទី10នេះទេបងប្អូនណាបាទអញ្ចឹងអាចនៅថ្ងៃទី12ឬក៏13 14 15 16ណាបងប្អូនបានមានមនុស្សបានមកចូលរួមច្រើនបងប្អូនព្រោះឥឡូវនេះគឺមានតែអ្នកភូមិអីចិត្តហ្នឹងបានក្មេងៗគាត់មកលេងអីសិនណាបងប្អូនណាបាទតែមើលទៅក៏សប្បាយមួយយ៉ាងដែរបងប្អូនមិនទាន់មានមនុស្សអ៊ូអក៏សប្បាយដែរណាបងប្អូនបាទអញ្ចឹងបងប្អូនមើលទៅបាទសកម្មភាពបានការលេងដដើមស្លឹកឈើបាទដូចជាការទាញព្រ័ត្រទាញអីហ្នឹងបងប្អូនហើយខ្ញុំក៏មាននៅសល់រូបថតបាទ2ស្លឹកដែរបងប្អូនពីឆ្នាំមុនណាបងប្អូនមាននៅចុងវីដេអូចាំបងប្អូនមើលទៅឃើញហើយបានអូសប្បាយណាស់បងប្អូនអើយបាទមើលទៅអ្នកចូលរួមបាទអ្នកចូលរួមមិនច្រើនប៉ុន្មានដែរក៏សប្បាយបងប្អូនបាទអញ្ចឹងចាំអ៊ុត